ចានេះគឺជាលទ្ធផលក្រោយបេសកកម្មចំនួន10នាទីបាយ2កំប៉ុងគឺសល់តែប៉ុណ្ណឹងសំណាងឲ្យអត់មានឆ្កែចង់និយាយថាចឹងណាចង់មានន័យថាម្ហូបថ្ងៃហ្នឹងប្រកាសជាមានអីពិសេសហើយអ្នកអើយតោះមកមើលមុខម្ហូបរបស់នាងខ្ញុំទាំងអស់គ្នាចាដោយសារតែព្រឹកនេះគឺជាព្រឹកថ្ងៃអាទិត្យនិយាយពីថាអាកាសធាតុវិញភ្លៀងផងព្យុះផងបងប្អូនហើយអញ្ចឹងហើយគុំនៅបងឯងបងអង្គយូរមកប្រហុយចំហុកសាច់ជ្រូកចិញ្ច្រាំពងទា2គ្រាប់មើលមិនដែរអ្នកអើយចានិយាយពីថាជាកិច្ចដំបូងហ្នឹងគឺមានតែខ្ទឹមហ្នឹងច្រាំជាមួយនឹងម្ទេសជាមួយនឹងប្រហុកខ្ញុំប្រាប់ប្រហុកសាច់សុទ្ធចាប្រហុកគេឈ្ងុយសាហាវមុនដំបូងមកច្រាំនៅលើតុទេដល់ពេលមានអីដាក់ច្រាំលើតុវាថាអង្គើកកាមេរ៉ាទូរស័ព្ទហ្នឹងដូចជួយផែនដីដល់ពេលអញ្ចឹងទៅក៏សម្រេចចិត្តដាក់ចុះមកក្រោមតែម្ដងទៅហ្នឹងហើយច្រាំមាត់ហើយខ្ញុំថែមសាច់ជ្រូកច្រាំសាច់ជ្រូកខ្ញុំច្រាំហើយមកតង់ហើយណាអ្នកណាចាដាក់ច្រាំចូលគ្នាត្រឡប់អញ្ចឹងមកច្រាំឲ្យម៉ត់ហើយចាប់ផ្ដើមដាក់កសាំងហ្នឹងនាងខ្ញុំប្រើតែ2ផ្លែទេចាទិញមកពីផ្សារក្បាលរមាសយើងហ្នឹងចាដាក់ចំនួន2ផ្លែហ្នឹងហើយមើលទៅធំដូចស្ទើប្រហុកថែមប្រហុកមួយសភាទៀតទៅហើយគ្រឿងផ្សំអត់មានអីច្រើនពីព្រោះអីប្រហុកយើងវាមានប្រៃហើយកសាំងយើងក៏ជូរហើយដែរអញ្ចឹងគ្រឿងផ្សំគឺមានតែប៊ីចេងហើយនឹងស្ករតែប៉ុណ្្នឹងឯងចាច្រាំចូលគ្នាទៅបងប្អូនច្រាំឲ្យតែម៉ត់ពេញចិត្តហឹលគឺដាក់ម្ទេសឲ្យតែច្រើនទៅគឺវាហឹលហើយចាហ្នឹងហើយរសជាតិប៉ុណ្ណឹងធានាតែអេមចង់ប្រាប់បងប្អូនថារូបមន្តមួយនេះចង់យកទៅចំហុយក៏បានយកទៅខ្ចប់ស្លឹកចេកអាំងក៏បានដែរហ្នឹងក៏កាន់តែឈ្ងុយតែថ្ងៃនេះនាងខ្ញុំចំហុយចានាងខ្ញុំធ្វើការចិញ្ច្រាំនៅលើជ្រុញហ្នឹងឲ្យវាម៉ត់ល្អទៅឲ្យវាចូលជាតិជាមួយនឹងកសាំងជាមួយនឹងសាច់ជ្រូកចាគ្រឿងបន្ថែមរបស់យើងមានខ្ទឹមនិងម្ទេសប៊ីចេងស្ករហ្នឹងចិញ្ច្រាំឲ្យវាម៉ត់ចូលសាច់តែមួយតែម្ដងទៅវាឆ្ងាញ់ណាបងប្អូនណាចាបន្ទាប់ពីចិញ្ច្រាំម៉ត់ហើយខ្ញុំលើកដាក់លើតុវិញចាមានពងទាមួយគ្រាប់នៅក្នុងចានស្រាប់វៃវាឲ្យម៉ត់ហើយទើបចាប់ផ្ដើមច្របល់ចាល្បាយដែលបានចិញ្ច្រាំហ្នឹងចូលជាមួយនឹងពងទាតែម្ដងចាខ្ញុំអត់ចិញ្ច្រាំពងទានៅលើជ្រុញទេបងប្អូនណាចាមកលាយនៅក្នុងចានបែបនេះចានៅសល់មួយគ្រាប់ទៀតដែលជាពងក្រហមហ្នឹងក៏ចាប់ផ្ដើមចាក់ពីលើចាដើម្បីឲ្យវាចេញពណ៌លឿងស្អាតអីចឹងទៅណាហ្នឹងហើយចាធ្វើបែបហ្នឹងបងប្អូនហើយធានាថាញ៉ាំជក់ចិត្តអូឆ្ងាញ់សាហាវដោយបងប្អូនបានឃើញនឹងក្បាលវីដេអូអញ្ចឹងពីកំប៉ុងអស់អាលីងពីអ្នកយាយតាចាតែនលុយហ្នឹងហើយចំណែកទឹកនេះនាងខ្ញុំដាំរួចហើយចានាងខ្ញុំចំហុយនៅក្នុងឆ្នាំងខ្សែភ្លើងដាក់ចំហុយចោលអញ្ចឹងទៅបងប្អូនកលេចមកចាក់ចាញ់បន្លែម្ដងបន្លែនាងខ្ញុំចែកចេញជា2ប៉ាក់មួយប៉ាក់ញ៉ាំឆៅហើយមួយប៉ាក់ទៀតគឺត្រូវតែស្រោចចាលាងឲ្យបែងចែកជា2ប៉ាក់បែបហ្នឹងណាចាដាំទឹកឲ្យពុះបងអំបិលចូលមកចាប់ទៅដើម្បីឲ្យបន្លែរបស់យើងហ្នឹងនៅស្រស់ល្អហើយនឹងផ្អែមចានេះឲ្យបន្លែសម្រាប់ស្រស់ណាមានស្នៀតពោតចាមានផ្កាស្ពៃក្តោបចាហើយនឹងតកួនចាតកួនក៏មាន2ធុនដែរមានតកួនស្រែខ្មែរហើយនឹងតកួនចិនតកួនស្រែខ្មែរមានតកួនដាំក្នុងទឹកឯតកួនចិនគឺតកួនដាំលើគោកហ្នឹងហើយតែខ្មែរអ្នកដាំតែមានចិនណាមកដាំតែគេហៅតែអញ្ចឹងហៅតាមគេទៅចាដូចបងប្អូនឃើញអញ្ចឹងបន្លែគឺមាន2ប៉ាក់រៀបចំរួចជាស្រេចចំណែកត្រប់មួយគឺអត់ចិត្តទេប្តីខ្ញុំគាត់ថាត្រប់ចិត្តគឺអត់ឆ្ងាញ់ទេចាក៏លេខមកឆាច់មើលប្រហុករបស់យើងចំហុយឆ្អិនស្រាប់ចារោយស្លឹកខ្ទឹមពីលើទាំងទៅដើម្បីឲ្យឈ្ងុយណាបងប្អូនណាហើយចាចាក់ក្លិនឈ្ងុយសាហាវទៅញ៉ាំព្រឹកមិញសោះបញ្ចូលសម្លេងពីល្ងាចក៏ហៀទឹកមាត់ដែរនឹកឃើញរសជាតិអាកាសធាតុត្រជាក់ភ្លៀងផងព្យុះផងបែបនេះឆ្ងាញ់ណាស់បងប្អូនហើយតោះមកញ៉ាំអាហារថ្ងៃត្រង់ជាមួយខ្ញុំទាំងអស់គ្នា